នេះវាដឹកទំនិញថៃរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅច្រកសមុទ្រអម៉ូសបណ្ដាលឲ្យឆេះនិងបាត់បង់ការគ្រប់គ្រងទាំងស្រុងនេះបយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានដែលមានឈ្មោះថា Khao English ចេញផ្សាយនៅថ្ងៃទី11ខែមីនាឆ្នាំ2026នេះបានឲ្យដឹងថានាវាដឹកទំនិញដោតទង់ជាតិថៃមួយគ្រឿងបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបានបើកឆ្លងកាត់ច្រកសមុទ្រអម៉ូសដែលជាតំបន់ជម្លោះដ៏ក្តៅគគុកមួយនៅតំបន់មជ្ឈិមបូព៌ាបើតាមប្រភពដដែលបានបញ្ជាក់ថាការវាយប្រហារនេះបានបង្កឲ្យមានការខូចខាតយ៉ាងដំណំទៅលើផ្នែកកន្ទុយនាវានឹងចំចំណុចយុទ្ធសាស្ត្រគឺបន្ទប់ម៉ាស៊ីនដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅស្ថានភាពបច្ចុប្បន្ននាវាដឹកទំនិញមួយនេះត្រូវបានគេរាយការណ៍ថាបានបាត់បង់ម្ចាស់ការទាំងស្រុងខណៈដែលអណ្ដាតភ្លើងកំពុងតែបន្តរីករាលដាលផងដែរបើតាមការចុះផ្សាយរបស់ Khao English បានបន្ថែមថាហេតុការណ៍នេះបានកើតឡើងស្របពេលដែលមានភាពតានតឹងផ្នែកយោធារវាងអ៊ីរ៉ង់និងកងកម្លាំងសម្ព័ន្ធមិត្តកំពុងឈានដល់កម្រិតបង្កអាសន្នបន្ទាប់បីជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីចំនួនអ្នករងគ្រោះឬក៏សញ្ជាតិនៃនាវិកដែលនៅលើនាវានោះនៅឡើយទេបើតាមអាជ្ញាធរជើងទឹកអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលអាចកើតមានដល់សន្តិសុខនាវាចរនៅក្នុងតំបន់នឹងការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងបាងកកចំពោះការវាយប្រហារលើទ្រព្យសម្បត្តិរបស់ខ្លួននៅឯនាយសមុទ្រនេះបាទនេះគឺជារឿងរ៉ាវមួយទាក់ទងជាមួយនឹងនាវាដឹកប្រេងឬក៏ប៉ាល់ដឹកប្រេងរបស់ថៃមួយដែលត្រូវបានវាយប្រហារនៅច្រកសមុទ្រអម៉ូសដែលជាដែលសមុទ្រនឹងគឺស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាជាតំបន់មួយដែលមានការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកអ៊ីរ៉ង់និងអ៊ីស្រាអែលនិងមួយវិញទៀតនឹងសម្ព័ន្ធមិត្តជាមួយនឹងអាមេរិកផងដែរហើយហេតុការណ៍នេះគឺបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ក្តៅគគុកមួយរវាងសហរដ្ឋអាមេរិកអ៊ីរ៉ង់និងអ៊ីស្រាអែល